សួស្តីប្រិយមិត្តសូមស្វាគមន៍ការចូលមកកាន់នីតិនិទានរឿងខ្មោចចឹងថ្ងៃនេះគឺមានរឿងមួយអ្នកនរគ្នាគឺវិញ្ញាណឆ្កែជួយហើយមានដំណើរមួយមាននារីម្នាក់ឈ្មោះនាងនេះជាអ្នកធ្វើការនៅហាងមួយកន្លែងនាងមានរាងរោមមុខស្រស់ស្អាតណាស់ហើយនាងជាកូនស្រីតែម្នាក់គាត់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពុកម្ដាយរបស់នាងតែម្ដាយរបស់នាងប្តីរបស់គាត់បានស្លាប់សពថ្ងៃគាត់ជាស្ត្រីមេម៉ាយប្តីគាត់នឹងបានស្លាប់តាំងពីយូរតាំងពីនាងនេះនៅតូចមករហូតមកដល់បច្ចុប្បន្ននាងនេះនោះគឺគាត់ពេញក្រមុំហើយគាត់រស់នៅជាមួយម្ដាយតែពីនេះម្ដាយនិងកូនតែប៉ុណ្ណោះយ៉ាងណាការរស់នៅនោះគឺមានស្ដីសុខមែនតើអ្នកនរគ្នាទោះជាម្ដាយមេម៉ាយហើយថែទាំកូនតាំងពីតូចរហូតដល់គាត់ធំដឹងក្តីប៉ុន្តែគាត់មានការសប្បាយចិត្តយ៉ាងខ្លាំងចឹងអ្នកនរគ្នាគាត់ប្រឹងតស៊ូចិញ្ចឹមកូនបានយ៉ាងល្អក្រោយមកនាងនេះបានធំដឹងក្តីហើយនាងនេះនឹងអាចរកការងារធ្វើហើយមានប្រាក់ខែចំនួនបន្តិចតួចសម្រាប់ចិញ្ចឹមម្ដាយហើយម្ដាយនាងនេះបានប្រាប់នាងនេះថានៅផ្ទះយាយយ៉ែមនឹងមានឆ្កែទើបនឹងកើតកូនដល់ទៅ5ក្បាលហើយឲ្យនាងនេះហ្នឹងទៅយកឆ្កែនឹងចិញ្ចឹមមួយក្បាលទៅប៉ុន្តែមុននឹងនាងនេះឈានជើងចេញទៅធ្វើការម៉ែរបស់នាងបានស្រែកសួរនាងបន្ថែមទៀតថានាងកូនស្រឡាញ់ឆ្កែនោះអត់ចង់ចំវាអត់ចឹងពុកម្ដាយមិនហ៊ានបង្ខំទេឃើញចរិតកូននឹងកូនចង់ចំឆ្កែចឹងជាសួរទៅហើយលុះដល់ល្ងាចពេលដែលនាងត្រឡប់មកពីធ្វើការវិញអ្នកនរគ្នាបានដឹងអត់នាងក៏ឃើញកូនឆ្កែតូចគួរស្រឡាញ់មួយក្បាលរត់មកទទួលនាងគួរឲ្យហើយនាងក៏បានស្រែកថាគួរឲ្យស្រឡាញ់ណាស់ម៉ែដាក់ឈ្មោះវាអាលុកទៅតែម្ដងទៅព្រោះវាជាឆ្កែឈ្មោលថ្ងៃខែចេះតែកន្លងផុតទៅអាលុកក៏វាធំពេញរូបពេញរាងវាជាឆ្កែឆ្លាតណាស់ទៅធ្វើឲ្យម្ចាស់នឹងស្រឡាញ់ពេញចិត្តវាជាខ្លាំងនាងនេះតែមាននំបន្តិចតួចមកពីធ្វើការផ្ញើវារាល់ថ្ងៃអត់ដែលខានទេហើយជ្រឿងរស់ព្រឹកអាលោកតែងតែជួនដំណឹងទៅនាងនេះទៅឡើងឡានក្រុងវាព្រុសអញ្ចឹងនឹងរកចាំតលតែម្ចាស់វាឡើងរថយន្តក្រុងទៅត្រឡប់មកវិញហើយលុះដល់ពេលនាងនេះត្រឡប់មកពីធ្វើការដោយរាល់ដងហ្នឹងអាលោករត់ទៅទទួលដល់កន្លែងចុះពីរថយន្តដើម្បីជូនដំណឹងដល់ម្ចាស់ត្រឡប់មកផ្ទះវិញជួមនឹងប្រាប់ម្ដាយថាម្ដាយនាងនេះថានាងនេះនឹងបានត្រឡប់មកផ្ទះវិញហើយវាអញ្ចឹងវាតែងតែធ្វើដូច្នេះរាល់ថ្ងៃមិនដែលខានរហូតដល់អ្នកជិតខាងនៅម្ដុំនោះសរសើរស្រឡាញ់ចូលចិត្តវាគ្រប់គ្នាប៉ុន្តែអស់រយៈពេល1ឆ្នាំកន្លងផុតទៅនាងនេះបានទទួលតំណែងខ្ពស់ជាងមុននាងខំធ្វើការបានឡើងតំណែងខ្ពស់ជាងមុនទៅធ្វើឲ្យនាងនេះនឹងមានការងារកាន់តែច្រើនរវល់អត់បានថែរក្សាលោកដែលជាឆ្កែនោះទេនាងត្រឡប់មកផ្ទះយប់ជារៀងធម្មតាជារៀងចង់និយាយថាជារៀងរាល់យប់ធម្មតាអញ្ចឹងលោកដេកចាំម្ចាស់វាមិនដែលខានទេទោះបីយប់យ៉ាងណាទៅបើមិនឃើញម្ចាស់វាទេនោះវាមិនទៅមុខជាដាច់ខាតនេះជាថ្ងៃដំណាច់ឆ្នាំនៅកន្លែងធ្វើការនឹងនេះធ្វើការហើយមានពិធីជប់លៀងទៀតនឹងនេះត្រឡប់មកផ្ទះវិញជាយប់ជាធម្មតានាងបារម្ភតើលោកដែរដែលរងចាំនាងមិនដឹងថាវាឆ្ងល់យ៉ាងណាទេហើយនឹកអាណិតឆ្កែពេកនាងក៏សុំចង្វាយត្រឡប់មកផ្ទះមុននាង
ចុះពីរយន្តភ្លាមងាកឆ្វេងងាកស្ដាំហើយសម្លឹងរកអាលោកបណ្ដាហៅបណ្ដានាងបានស្រែកថាអាលោកអញ្ចឹងជាទៅនាងតែហៅអញ្ចឹងតែថ្ងៃហ្នឹងហាក់ប្លែកហៅអាលោកហើយអត់មានឮសំឡេងទេគ្មានទាំងឮសំឡេងហើយអត់មានឃើញស្រមោលវាតែហើយនាងរអ៊ូថានឹងនេះបានរអ៊ូថាយប់កាន់តែវាថៃស្ងាត់ចឹងអាលោកក៏វាមិនទទួលទៀតដែរហើយនាងក្រមុំងាកឆ្វេងងាកស្ដាំបណ្ដាហើយនៅតែពុំឃើញហើយនៅពេលដែលនាងនេះធ្វើដំណើរមកដល់ផ្ទះក៏ខ្លាចហើយលេងតែយប់អញ្ចឹងព្រមនោះខ្ទង់វាស្មៅក៏ក្រាស់ស្រាប់តែមានរាងកាយបុរសពីរនាក់វែកសក់ស្ទុះចូលមករកនាងក្រមុំរួចចាប់នាងចូលទៅវាស្មៅអត់ដឹងថាមានបំណងអីទេហើយនាងក៏បានស្រែកថាជួយផងបានតែស្រែកប៉ុណ្ណោះហើយក៏ស្ងាត់ទៅវិញព្រោះជនអាក្រក់ទាំងពីរនាក់នោះយកដៃក្តោបមាត់របស់នាងជាប់គាត់បានស្រែកគំរាមនឹងនាងនេះទៀតឲ្យនាងឈប់ស្រែកទៅហើយយកកំបិតនឹងព្យួងកករបស់នាងរងចាក់អញ្ចឹងនាងភ័យខ្លាំងនាងគាត់ថានាងមិនអាចបាច់រស់តទៅទៀតបានទេព្រោះហើយពីរនាក់នោះវាក្រោយពីវាចាប់រំលោភនាងរួចហើយប្រកាសជាសម្រាប់នាងចោលដើម្បីបិទមាត់កុំឲ្យគេដឹងអញ្ចឹងណាហើយនៅពេលដែលអាចោលពីរនាក់នោះបានចាប់តាមចិត្តរំលោភនាងក៏ស្រាប់តែឮសំឡេងឆ្កែព្រុសឡើងយ៉ាងសង្ឃឹមអាលោកស្រែកចេញមកដោយក្តីរីករាយអាលោកវាបានខំត្របាក់ជន់អាក្រក់ទាំងពីរនោះដាច់សាច់ទាំងដុំហូរឈាមជុកពេញខ្លួនហើយសម្រេចឆ្កែអាលោកនឹងសំឡេងចង់និយាយថាសំឡេងឆ្កែសំឡេងស្រែកដូឡាទាំងឆ្កែទាំងមនុស្សនឹងបានឮដល់នេះជិតខាងក្នុងដុំនោះនោះគ្នាផ្អើលមកជួយមើលជនអាក្រក់ជួយចាប់ជនអាក្រក់ទាំងពីរនេះចឹងពួកវាស្រែកធ្ងោព្រោះឈឺនឹងឆ្កែអាចកុំឆ្កែអាលោកខាំដាច់ទាំងដុំហ្នឹងលោកខាំឡើងសោះសាច់ហ្នឹងសោះសាច់នាងកំងងាកមករកអាលោកដោយក្តីបារម្ភព្រោះឃើញថាពួកចោរនោះចាក់ត្រូវពីកំបិតដែរនាងនេះស្រែករកឆ្កែទាំងទឹកភ្នែកសួរថានាងស្រែកថាលោកទៅណាហើយប្រសិនបើជាមិនបានអាលោកទេនោះនាងនឹងថានាងខ្ញុំនឹងមិនដឹងថាយ៉ាងណាទេរកអាលោកហើយឯណាទៀតនាងអមម្នាក់នៅក្បែរប្រាប់ថាអាលោកត្រូវរថយន្តបុកងាប់តាំងពីរសៀលម៉ោង3ម្លេះនៅពេលវាមកឈរចាំនាងនេះត្រឡប់មកផ្ទះវិញហើយដែលរបស់នាងបានយកសពរបស់វាទៅទុកនៅឯផ្ទះហើយមិនទាន់បានយកទៅកប់ទេព្រោះចង់ឲ្យនាងនឹងមកឃើញវាសិននាងនេះក៏ប្រកែកថាមិនពិតទេអ៊ំអាលោកនឹងមកជួយខ្ញុំមិញទេនាងឃើញចង់និយាយថានាងក្នុងសាច់រឿងនឹងនាងបានឃើញឆ្កែពិតប្រាកដមែនគឺតែឆ្កែនោះគឺជាឆ្កែជាខ្មោចឆ្កែនេះដល់គេនាងបាននិយាយថាអាលោកវាបានខំចោលទាំងពីរនឹងសោះអស់ហើយវាប្រកាសជានៅផ្ទះខ្ញុំនាងអត់ជឿប្រកាសជាឆ្កែនៅផ្ទះមិនជឿថាឆ្កែនឹងងាប់ទេហើយនាងនិយាយចប់ហើយក៏បានរត់ទៅផ្ទះយ៉ាងលឿនពេលទៅដល់ផ្ទះប្រញាប់សួរតំដៃថាម៉ែអាលោកនៅណាហើយម្ដាយរបស់នាងបានប្រាប់ថាអាលោកនេះបានងាប់បាត់ហើយនោះសររបស់វានៅក្រោមដើមស្វាយនោះនាងនេះមានថាអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងនោះឆ្កែដែលខ្លួនស្រឡាញ់ខ្លាំងនាងបានស្រែកយំយ៉ាងខ្លាំងយ៉ាងសោកសៅសោកស្ដាយហើយស៊ូទៅមើលឆ្កែលោកឃើញវាថាងាប់មែនដេកឡើងរឹងខ្លួនទៅហើយប៉ុន្តែអ្វីដែលធ្វើឲ្យនាងមានការភ័យផ្អើលនោះកាន់តែខ្លាំងនោះថែមទៀតនោះគឺនៅលើខ្លួនរបស់វាមានស្នាមរបួសដោយសារផ្លែកំបិតពួកចោរចាក់ដោយនាងបានឃើញនៅពេលដែលវាកំពុងតែជួយនាងចឹងហើយនាងបានត្រឹមតែឆ្ងល់តែម្នាក់ឯងព្រោះវាជារឿងមិនគួរឲ្យជឿ
chưa bàn thôi trong vậy thay cái nó làm thấy và thấy vì nhiên vào bên thì chui những đi thay sao lạnh mà chả bị chui hay và thấy xã xong nó trâu lan bọc hay comment sam được buồn tại những mực hơi này ở cho phụ cho bạn chạy chứ nên chẳng vì chia phụ thay phi nhà hà để dừng mà sắp tới thầm cuối chứa này này cho người cả không xảy đứng trong vậy tha vì nhiên cái ban chui với tha cái ban slap bạn hai và tay bị ảnh mà chui mà trả về nhé trong sạch cái cứ sạch mũi đỏ cầm rò này thật này cứ vì mình nghĩ vùng quanh thì hai bị smart mà trả ok chẳng xảy được mà nhau mình tập đăng thế hay sự không là để đọc này slap hơi đừng chịu chuyện là chơi xe nó sai videoខ្ញុំម្នាក់មួយអូខេអញ្ចឹងយើងយ៉ាងរ៉ាអ្នកនរគ្នាកុំភ្លេចចុច subscribe និង share វីដេអូរបស់គ្នាហើយជួបខ្ញុំនៅខ្សែវីដេអូបន្តបាយបាយ